អ៊ីរ៉ង់អាចនឹងត្រូវអស់កន្លែងផ្ទុកប្រេងក្នុងរយៈពេល12ទៅ22ថ្ងៃទៀតវិបត្តិធម្មពលនៅតំបន់មជ្ឈិមបូព៌ាកំពុងតែឈានទៅដល់ចំណុចដ៏គ្រោះថ្នាក់បំផុតខណៈពេលដែលយោងទៅតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់នៃផ្នែកធម្មពលចុងក្រោយនៅថ្ងៃទី29ខែមេសានេះបានព្រមានថាប្រទេសអ៊ីរ៉ង់អាចនឹងអស់លទ្ធភាពក្នុងការផ្ទុកប្រេងឆៅក្នុងរយៈពេលត្រឹមតែ12ទៅ22ថ្ងៃទៀតតែប៉ុណ្ណោះយោងតាមសារព័ត៌មានអាមេរិក Bloomberg បានធ្វើការរាយការណ៍ថាការបិទគប់កំពង់ផែរបស់អ៊ីរ៉ង់ដោយសហរដ្ឋអាមេរិកអាចនឹងនាំមកនូវការកាត់បន្ថយបន្ថែមទៀតនៅផលិតកម្មប្រេងឆៅរបស់ប្រទេសមួយនេះហើយប្រសិនបើមិនមាននូវការដឹកជញ្ជូនប្រេងចេញតាមកំពង់ផែទេនោះប្រទេសអ៊ីរ៉ង់អាចនឹងអស់កន្លែងផ្ទុកប្រេងរយៈពេល12ទៅ22ថ្ងៃទៀតហើយសារព័ត៌មាន Bloomberg បានបន្តថាកង្វះខាតទីតាំងសម្រាប់ផ្ទុកប្រេងអាចនឹងបង្ខំឲ្យក្រុមហ៊ុនផលិតនៅក្នុងប្រទេសមួយនេះកាត់បន្ថយនៅទិន្នផលប្រចាំថ្ងៃបន្ថែមចំនួន 1.5 លានបារ៉ែលទៀតនៅពាក់កណ្ដាលខែឧសភាខាងមុខការកាត់បន្ថយនេះគឺនឹងបន្ថែមទៅលើការកាត់បន្ថយនៅផលិតកម្មប្រចាំថ្ងៃចំនួន 2.5 លានបារ៉ែលដែលបានធ្វើឡើងនាពេលកន្លងមករបាយការណ៍បានបន្ថែមទៀតថាការនាំចូលប្រេងឆៅរបស់អ៊ីរ៉ង់បានធ្លាក់ចុះយ៉ាងគំហុកចាប់តាំងតែពីខែនេះមកពលគឺនៅពេលដែលលោកប្រធានាធិបតី Donald Trump បានបញ្ជាឲ្យបិទគប់នៅផ្លូវទឹកប្រឆាំងទៅនឹងប្រទេសមួយនេះគួរបញ្ជាក់ផងដែរថាការនាំចេញប្រេងរបស់អ៊ីរ៉ង់ជាមធ្យមប្រចាំថ្ងៃត្រូវបានធ្លាក់ចុះពីចំនួន 1.85 លានបារ៉ែលពីខែមីនាមកនៅសល់ត្រឹមតែប្រមាណ 567,000 បារ៉ែលតែប៉ុណ្ណោះ